ពីមុនជិះម៉ូតូគឺស្ងាត់តែជ្រាបឡើងអបសុកហ្មងតែតាំងពីបានជាមួយនឹង Bluetooth នេះមកគឺថាលេងអបសុកទៀតហើយមកឥឡូវមក unboxing Bluetooth ដាក់នៅមុខសុវត្ថិភាពមួយខ្ញុំដោយសារជិះម៉ូតូម្ដងគឺអបសុកមែនតែនហើយពេលដាក់កាសក្នុងមុខអីចឹងពិបាកចុចពិបាកលើកទូរស័ព្ទពេលដែលគេខលមកមែនតែនចឹងហើយខ្ញុំក៏បានសម្រេចចិត្តទិញជាមួយនឹង headset helmet នេះមកហ្មងទៅចំពោះបងអូនដែលគាត់សាជិះម៉ូតូទៅឆ្ងាយហើយចង់ដាក់បទចម្រៀងស្ដាប់ហើយពេលដែលគេខលមកងាយស្រួលលើកអីហ្នឹងណាទិញអានេះមួយទៅត្រូវហ្មងតែតើគ្នាឃើញមកឈុតគេហ្នឹងមានជាមួយនឹង microphone កាស Bluetooth មកចាប់ហ្មងហើយតម្លៃវិញតែ$25អ្នកគ្នាគឺពិតជាធូរថ្លៃខ្លាំងមែនតើហ្មងអ្នកគ្នាខ្ញុំមិននឹកស្មានថាបានមកឈុតចឹងសោះសំខាន់ណាស់កាន់ថ្មបាន7ថ្ងៃដល់15ថ្ងៃបាននិយាយពីបាសវិញបុកបានល្អមែនតើការពារទឹកភ្លៀងបានល្អអាចនិយាយទូរស័ព្ទបានទៀតប៉ុណ្ណឹងគឺស្រួលអ្នកគ្នាមិនបាច់ចាំយើងជិះម៉ូតូបដាយកដៃទៅលើកទូរស័ព្ទបដាទេចុចទៅបេតុងនឹងទៅគឺលើកអូតូហ្មងហើយខ្ញុំបានសាកប្រើប្រាស់ហើយអ្នកគ្នាពេលនិយាយទូរស័ព្ទអីទៅអត់លឺគីឡូទេគឺលឺច្បាស់មែនតើហើយបើអ្នកគ្នាចង់បានមួយដែរតែតទៅកាន់ page នេះណាដូចទៅរដងដែរនឹងឲ្យទៅមកពីក្រៅគឺជិះបិទជាមួយនឹងម៉ាស់ហើយដោយសារតែមុខរបស់ខ្ញុំគឺ make up ជាប់មកមួយថ្ងៃម៉ាស់ដែលខ្ញុំប្រើប្រាស់នោះគឺជា Philips Clay ម៉ាស់និយាយទៅម៉ាស់មួយនេះគឺខ្ញុំអាសាបិទមែនតែនព្រោះថាវាជួយបឺតយកជាតិពុលធូលីដីដែលយើងជិះម៉ូតូជិះអីនឹងដីជាប់ទំលើមុខជូតអត់ជ្រះអីហ្នឹងវាជួយបឺតយកចេញមកអស់ហ្មងអ្នកគ្នាចឹងហើយមិនបារម្ភថាមុខនឹងឡើងមុនកប់មុនសាច់ទេចឹងនេះបន្ទាប់ពីខ្ញុំបិទចោល15នាទីហើយលើខ្ញុំមកធ្វើការជូតចេញហើយគេទៅពេលដែលជូតភ្លាមអ្នកគ្នាអាចមើលបានមុខរបស់យើងមើលទៅភ្លឺជាងមុនហ្មងហ្នឹងហើយជាមូលហេតុដែលខ្ញុំ recommend អ្នកគ្នាប្រើជាមួយនឹង Philips Clay ម៉ាស់នេះមែនតែនកាន់តែបិទច្រើនដងមុខកាន់តែភ្លឺថ្លាតែមិនតែប៉ុណ្្នឹងអ្នកគ្នាកុំភ្លេចឲ្យសោះណាជាមួយនឹងម៉ាស់ស្លឹកគេទៅដៃគូរបស់គេនឹងហើយប្រើជាមួយគ្នាឃើញផលលឿនមែនតែនម៉ាស់ស្លឹកនេះបិទទុកចោល5 10នាទីដូចគ្នានឹងឯងហើយពេលដែលយើងដកចេញមកគឺមុខរបស់យើងនឹងឃើញ glow glass skin ហ្មងសារម៉ាស់នេះសម្បូរ essence មែនតែនអ្នកគ្នាចង់លាមុខចេញក៏បានឬក៏ទុកទិញអញ្ចឹងដើម្បី essence ជ្រាបចូលមុខក៏បានដែរ